ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះសូមផ្ញើកម្រងអនុស្សាវរីយ៍វីដេអូបុណ្យកឋិនទានដែលក្រុមគ្រួសារខ្ញុំទាំងអស់គ្នាបាននាំគ្នាធ្វើកឋិនដើម្បីដង្ហែចូលទៅវត្តនៅស្រុកកំណើតគឺវត្តក្អមសំណរហើយវីដេអូមួយនេះសូមផ្ដាំទៅដល់បងប្អូនទាំងអស់ដែលមានឪពុកម្ដាយចង់ធ្វើកឋិនជូនគាត់បើតាមយោបល់របស់ខ្ញុំបងគួរតែធ្វើឲ្យគាត់នៅពេលដែលពុកម្ដាយរបស់យើងនៅខ្លួនខ្លាំងកម្លាំងមាននៅកំពុងតែពុំសប្បាយនឹងការធ្វើបុណ្យដោយសារខ្ញុំធ្វើនេះខ្ញុំមានកងយាយខ្ញុំគាត់រៀងចាស់អញ្ចឹងគាត់អត់អាចដើរតាក់សិនជុំវិញព្រះវិហារបានទេហើយខ្ញុំឃើញម៉ែរបស់ខ្ញុំគាត់នៅរៀងក្មេងគាត់នៅមានកម្លាំងគឺគាត់សប្បាយនឹងអនុមោទនាកឋិនទាននេះមែនតែនអញ្ចឹងមិនធ្វើឲ្យខ្ញុំនឹកឃើញដល់ធ្វើវីដេអូមួយនេះដើម្បីផ្ដាំផ្ញើទៅដល់បងទាំងអស់គួរតែឆ្លៀតធ្វើកឋិនទានឲ្យពុកម្ដាយយើងពេលដែលគាត់នៅក្មេងគាត់នៅមានកម្លាំងណាហើយចង់ផ្ដាំទៅដល់បងប្អូនថាកឋិនទានគឺពិតជាសប្បាយមែនបុណ្យនេះគឺបុណ្យសប្បាយតែម្ដងខ្ញុំខានធ្វើយូរហើយពីមុនខ្ញុំធ្វើដោយសារខ្ញុំមានកូនទូចខ្ញុំអត់បានទៅហែទៅអីចឹងទេឥឡូវកូនខ្ញុំធំអស់ខ្ញុំបានចូលទៅហែហើយបានចូលទៅស្ដាប់លោកសូត្រពេលនៅក្នុងពហិយមានអារម្មណ៍ថាសប្បាយអញ្ចឹងបងទាំងអស់គ្នាយើងគួរតែធ្វើកឋិនទានពេលយើងឪពុកម្ដាយយើងនៅមមណាចានេះមើលកងយាយខ្ញុំគាត់រៀងចាស់ហើយនេះអញ្ចឹងគាត់រៀងពិបាកក្នុងការដើរអរគុណច្រើន